ប្រទេសមានច្បាប់គ្រួសារមានវិន័យតើសមាជិកក្នុងគ្រួសារហ្នឹងគោរពវិន័យរបស់គ្រួសារបានអត់ប្រទេសមានច្បាប់មន្ត្រីរាជការអ្នកអនុវត្តច្បាប់និងពលរដ្ឋនិងឈ្មួញអ្នករស់ស៊ីទាំងអស់ហ្នឹងពលរដ្ឋទាំងអស់ហ្នឹងគោរពច្បាប់បានអត់បើយើងគោរពមិនទាន់បានទេយើងត្រូវធ្វើម៉េចពង្រឹងឡើងនាំគ្នាយកច្បាប់មកអនុវត្តមន្ត្រីអនុវត្តច្បាប់បើយើងមិនធ្វើជាគំរូល្អសម្រាប់ពលរដ្ឋទេតើឲ្យពលរដ្ឋគោរពច្បាប់យ៉ាងម៉េចដោយលោកកាយ3ហ្នឹងប្រើពាក្យពេចន៍ប្រើសម្ដីអសរោះបងប្អូនបានស្ដាប់វីដេអូឃ្លីបនោះប្រហែលថ្ងៃនេះគឺជាមន្ត្រីអនុវត្តច្បាប់ស្ថាប័នច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមន្ត្រីអនុវត្តច្បាប់តើគោរពច្បាប់បានទេបើយើងគោរពមិនបានឲ្យពលរដ្ឋគោរពយ៉ាងម៉េចអស់លោកត្រកិតអាណិតដល់ថ្នាក់ដឹកនាំផងអាណិតដល់សម្ដេចទាំងទ្វេផងសម្ដេចខំប្រឹងបូជាសាច់ស្រស់ឈាមស្រស់បូជាគ្រប់បែបយ៉ាងដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើនឲ្យមានសន្តិភាពដល់ថ្ងៃនេះឥឡូវនេះមានការយាយាពីក្រៅប្រទេសពីសៀមពីថៃអញ្ចឹងកុំឲ្យប្រទេសជិតខាងយីហើយនេះមន្ត្រីអស់លោកមួយចំនួនតូចមកល្មមកដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនគ្រប់ច្បាប់សម្ដេចគាត់ពិបាកចិត្តប៉ុណ្ណាសម្ដេចទាំងទ្វេគាត់ពិបាកចិត្តទី1មន្ត្រីខ្លួនឯងនៅក្នុងមូលដ្ឋានក្នុងប្រទេសក្លុកទី2រកសន្តិភាពការពារប្រទេសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសនឹងមានសេចក្តីសុខដីចម្រើនសម្ដេចខំជិះយន្តហោះទៅគ្រប់ប្រទេសដើម្បីមានការទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងជាមួយប្រទេសមហាអំណាចដើម្បីធ្វើយ៉ាងណាដើម្បីសង្កេតអន្តរាគមន៍ជួយដោះស្រាយដើម្បីឲ្យសន្តិភាពបញ្ចប់សង្គ្រាមជូនជាតិមាតុភូមិជូនកម្ពុជាហើយកងទ័ពលះបង់បូជាជីវិតជាច្រើនណានៅឯព្រំដែនអស់លោកមន្ត្រីប៉ូលីសកាយ3នេះបុគ្គលនេះនិយាយបុគ្គលមួយចាស់អ្នកផ្សេងទៀតកុំអាននិយាយមួយទៀតកាយ3អាយុទៅ29ដល់កាយ3តើអស់លោកប្រឡងចូលប៉ូលីសឆ្នាំណាណាចូលធ្វើការពីឆ្នាំណាបានអស់លោកឡើងដល់កាយ3អស់លោករៀននៅឆ្នាំណាណាតែគិតគូរបានមែនតើខ្ញុំបាទប៊ុនធីមចាំងបាំងរបាយការណ៍ថ្មីមានតែប៉ុណ្ណឹងនឹងចេញវីដេអូនៅភាគក្រោយទៀតអរគុណ